បើសិនជាបងប្អូនធ្លាប់ទិញឈុតមួយញ៉ៃរបស់ជប៉ុនប្រើហើយចង់ផ្លាស់ប្ដូរប្រភេទសម្លេងមកវិញឧទាហរណ៍អ្នកខ្លះគាត់ទិញសម្លេងបានប្រភេទសតុនសម្លេងរៀងស្រាលបន្តិចច្បាស់អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនចង់ផ្លាស់ប្ដូរឲ្យទៅជាសម្លេងបុកធ្ងន់ព្រោះធ្ងន់ជាងមុនអញ្ចឹងនេះគឺជាឱកាសល្អមួយសម្រាប់បងប្អូនហើយដោយសារពេលនេះគឺខ្ញុំមានប្រភេទសាប់ចូលមកច្រើនហើយសម្រាប់បងប្អូនណាដែលចង់ថែមគឺត្រូវតែម្ដងជាមួយនឹងឈុតមួយញ៉ែជាទូទៅដែលបងប្អូនធ្លាប់ទិញអញ្ចឹងយកទៅថែមជំនួយបាសបងប្អូនឬសលេងបុកធ្ងន់ព្រោះជាងមុនណាអញ្ចឹងបងប្អូនទិញទៅប្រភេទសាប់ជំនួយហ្នឹងគឺជួយឲ្យបានបាសបងប្អូនគឺលឺសំឡេងល្អហើយអញ្ចឹងបងប្អូនចង់ស្ដាប់បែបសតុនក៏បានចង់បានបែបធ្ងន់ក៏បានដែរចាបងប្អូនអញ្ចឹងយើងអាចផ្លាស់ប្ដូរសំឡេងវាបានចង់ប្រើក៏បានចង់ដកចេញក៏បានដែរផ្លាស់ប្ដូរវាដោយមិនបាច់ចាំកែគ្រឿងកែអីសម្រាប់ឈុតបងទាំងអស់គ្រាន់តែថែមសាប់មួយទៅបានហើយតម្លៃគឺមានតម្លៃធូរសមរម្យទេបងប្អូនដោយសារប្រភេទសាប់គឺមានខ្នាតទូចខ្នាតធំអាចយកទៅថែមបានអញ្ចឹងបងប្អូនមិនថាតែមានបាសឬក៏ឈុតមួយញ៉ៃទេបាសដែលបងប្រើជាមួយនឹង ampli ក៏អាចប្រើបានដែរឬក៏បាស Bluetooth ជាមួយនឹងអាកាសៈថ្មបងប្អូនបាស Bluetooth សាកថ្មហ្នឹងក៏អាចប្រើជាមួយនឹងសាប់នេះបានដែរយកទៅជំនួយឲ្យបាសបុកធ្ងន់ព្រោះល្អខ្លាំងជាងមុនអញ្ចឹងកុំភ្លេចតាក់ទងសួរព័ត៌មានបន្ថែមសម្រាប់សាប់នេះចាសំខាន់គឺបងប្អូនគ្រាន់តែចង់ឲ្យបាសបងប្អូនឮសំឡេងបុកសំឡេងធ្ងន់សំឡេងព្រោះជាងមុនអញ្ចឹងគឺថែមសាប់នេះយកទៅជំនួយគឺដឹងតែល្អហើយបងប្អូនអាចសាកល្បងប្រើបានណាបងប្អូនណាអរគុណច្រើនបងប្អូនគ្នា